នេះជាវិធីក្នុងការ set up មាតិកានៅក្នុងកម្មវិធី Microsoft Word អញ្ចឹងមុននឹងយើងបង្កើតមាតិកាបានគឺយើងត្រូវ set up ទៅលើ style អញ្ចឹងនៅពេលដែលយើង set up style ហើយគឺយើងអាចធ្វើការបង្កើតមាតិកាបានដោយអូតូតែម្ដងគ្រាន់តែយើងចូលទៅក្នុង reference យើងយក table ណាមួយមកអញ្ចឹងវានឹងធ្វើការ generate ទៅលើមាតិការបស់យើងដោយស្វ័យប្រវត្តិតែម្ដងអញ្ចឹងយើងមកសិក្សាអំពីវិធីក្នុងការ set up style ជាមុនសិនណាអញ្ចឹងដើម្បី set up style នឹងបានយើងចូលទៅក្នុង home បន្តមកទៀតយើងជ្រើសរើស style អញ្ចឹងកន្លែង style នឹងទាក់ទងជាមួយនឹងការដាក់ header ទី1ហើយនិង header ទី2ឬក៏ទី3អញ្ចឹង header មានន័យរបៀបម៉េចគឺ header ទាក់ទងជាមួយនឹងក្បាលអត្ថបទរបស់យើងបែបនេះឧទាហរណ៍តែក្នុងនេះគឺមេរៀនទី1ហើយនិងនិយមន័យអញ្ចឹងយើងមាន2 header ទី1 header ទី2អញ្ចឹងយើងមកធ្វើការ set up style ទាំងអស់គ្នាគ្រាន់តែយើងចូលទៅក្នុង home យើងយក style ហើយយើងយក create style អញ្ចឹងចំពោះ style ទី1ដំបូងនេះគឺយើងធ្វើការដាក់ទៅលើក្បាលអត្ថបទទី1របស់យើងអញ្ចឹងយើងយក modify ហើយឈ្មោះរបស់វាគឺយើងអាចដាក់អីក៏បានដែរហើយចំពោះ style type នេះយើងជ្រើសរើស link it ហើយចំពោះ style based on នេះគឺយើងជ្រើសរើសយក heading ទី1ហើយបន្ទាប់មកទៀតយើងធ្វើការផ្លាស់ប្ដូរ complete កន្លែងនេះយើងដូរ all script ហើយ font គឺយើងអាចប្រើ font មួយណាក៏បានដែរសម្រាប់សរសេរក្បាលអត្ថបទដំបូងអញ្ចឹងខ្ញុំយក Khmer OS Mulai ហើយចំពោះទំហំវិញគឺខ្ញុំប្រើ14ហើយចំពោះ color គឺយើងប្រើពណ៌ខ្មៅហើយមួយវិញទៀតគឺយើងអាច set up ទៅលើចំណុច alignment ឬក៏តម្រឹមឬក៏តាក់ទងជាមួយនឹងការចូលបន្ទាត់ហើយជាមួយនឹង spacing របស់វាអញ្ចឹងចំពោះ spacing គឺខ្ញុំធ្វើការដកវាខ្ញុំដកមកសូត្រហើយយើងធ្វើការចុច OK មកអញ្ចឹងយើងនឹងទទួលបាន style ថ្មីមួយសម្រាប់យើងធ្វើការសរសេរ heading ទី1ឬក៏ក្បាលអត្ថបទទី1របស់យើងអញ្ចឹងខ្ញុំសរសេរថាមេរៀនទី1អញ្ចឹងទៅអញ្ចឹងបន្តមកទៀតយើងធ្វើការ set up ទៅលើ heading ទី2អញ្ចឹងយើងចូលទៅក្នុង style ដដែលយើងធ្វើការ create a style នេះមកអញ្ចឹងយើងយក modify ដដែលហើយយើងអាចដាក់ឈ្មោះទៅតាមជាក់ស្ដែងរបស់យើងគឺយើងចង់ដាក់យ៉ាងម៉េចក៏បានដែរអញ្ចឹងខ្ញុំរាប់ពីលេខ1ខ្ញុំចូលលេខ2ហើយយើង style base នេះគឺយើងត្រូវជ្រើសរើស heading ទី2ហើយបន្តមកទៀតយើងកែដូចមុនអញ្ចឹងយើងយក complete all script នេះមកពណ៌ font គឺយើងធ្វើការជ្រើសរើស Khmer OS ដូចមុនហើយចំពោះទំហំគឺខ្ញុំប្រើ13ឲ្យទូចជាងខាងលើមួយលេខហើយ color គឺយើងរើសពណ៌ខ្មៅអញ្ចឹងនៅពេលដែលបានបែបហ្នឹងហើយខ្ញុំធ្វើការកែប្រែ space យើងឃើញគឺវាគម្លាតឆ្ងាយពេកអញ្ចឹងខ្ញុំដក space ចេញខ្ញុំយក0ហើយចុច OK ហើយចំពោះការសរសេរ heading ទី2នេះប្រសិនបើយើងចុចសរសេរទៅគឺវាស្មើគ្នាបែបនេះតែបើយើងចង់កែវាឲ្យវាដកចូលមកខាងក្នុងបន្តិចគឺយើង modify ម្ដងទៀតមកអញ្ចឹងខ្ញុំធ្វើការដកបន្តិចណាចុចកន្លែងហ្នឹងហើយចុច OK មកអញ្ចឹងវាចូលមកខាងក្នុងបន្តិចអញ្ចឹងខ្ញុំសរសេរ1ហើយផ្នែកខាងលើនេះគឺខ្ញុំធ្វើការដាក់ទៅលើមាតិកាអញ្ចឹងយើងចូលទៅក្នុង reference នេះមកហើយយើងយក table or content ហើយយើងជ្រើសរើស table ណាមួយមកអញ្ចឹងខ្ញុំរើស table នេះអញ្ចឹងវានឹងធ្វើការ generate ទៅលើមាតិការបស់យើងដោយអូតូតែម្ដងអញ្ចឹងខ្ញុំ select ផ្លាស់ប្ដូរ font វាអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះប្រសិនបើយើងមិនធ្វើការផ្លាស់ប្ដូរ page number ទេគឺវាចាប់ពីទី2មកអញ្ចឹងវារឹបពីទី2ដោយសារខាងលើលេខ1ខាងក្រោមទំព័រទី2អញ្ចឹងទៅអញ្ចឹងនៅក្នុងនេះគឺគ្រាន់តែយើងចូលទៅក្នុងក្រោមនេះមកហើយយើងដោះ link ទៅហើយខាងលើនេះយើងដោះ link ដូចគ្នាហើយយើងចាប់ផ្ដើម start នៅក្នុង page number របស់យើង set up page number យក page number យើង start from 1អញ្ចឹងមកអញ្ចឹងនៅក្នុងនេះគឺវានឹងធ្វើការរាប់1ឲ្យយើងក្រោយយើង update ហ្នឹងមកអញ្ចឹងវានឹងធ្វើការរាប់1